សូមថ្វាយគុំគុណចាស់គ្រប់អង្គដែលបាននិមន្តចូលរួមในឱកាសនេះសូមគោរពអាយដាមអ៊ូហៃឡុងប្រធានសមាគមការទូតសាធារណរដ្ឋប្រជាមានិតចិនសូមគោរពអាយដាមជាងណានភេរតរីនៃស្ថានទូតចិនប្រចាំប្រជាជាតិកម្ពុជាអាយដាមលោកស្រីអ្នកនាងកញ្ញាវាគ្មិនជាតិនិងអន្តរជាតិទាំងជាទីគោរពនិងជាទីសក្ខាកាមនៃអង្គវេទិកាទាំងអស់ជាទីមេត្រីថ្ងៃនេះក្នុងនាមឯកឧត្តមអតីតសភាចារសុកទូចប្រធានរាជរដ្ឋាភិបាលកម្ពុជាខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលក្នុងការថ្លែងសន្ទរកថាបើកវេទិកាធនាគារខួរក្បាលនិងប្រព័ន្ធផ្សព្វផ្សាយកម្ពុជាចិនបន្តស្នងទំនាក់ទំនងមិត្តភាពរួមគ្នាបើកទំព័រថ្មីនៃសហគមន៍ជោគវាសនារួមកម្ពុជាចិនគ្រប់រដូវកាលនាយុគសម័យថ្មីនាព្រឹកនេះនៅសាលទន្លេសាបខ្ញុំសូមយកឱកាសនេះកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការរៀបចំដែលបានខិតខំប្រឹងប្រែងរៀបចំវេទិកាដ៏មានសារៈសំខាន់របស់យើងនាពេលនេះលើករូបរាងឡើងដែលពិតជាមានបច្ចុប្បន្នភាពនិងស្របតាមស្ថានភាពវិវត្តថ្មីនៃនយោបាយអន្តរជាតិទាំងក្នុងតំបន់និងពិភពលោកជាពិសេសស្របពេលដែលទំនាក់ទំនងនៃប្រទេសយើងទាំងពីរគឺកម្ពុជាចិនបាននឹងកំពុងកាន់តែរីកចម្រើននិងរឹងមាំល្អប្រសើរជាមួយគ្នានេះខ្ញុំសូមឆ្លៀតឱកាសខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានទូតចិនប្រចាំប្រជាជាតិកម្ពុជាដែលបានចូលរួមសហការនិងគាំទ្រដល់សកម្មភាពការងារនានារបស់រាជរដ្ឋាភិបាលកម្ពុជាលើការបណ្ដុះបណ្ដាលភាសាចិនក៏ដូចជាសហការរៀបចំវេទិកាវិទ្យាសាស្ត្រសិក្ខាសាលាអង្គសន្និសីទនិងការផ្លាស់ប្ដូរផ្សេងទៀតរវាងរាជរដ្ឋាភិបាលកម្ពុជានិងស្ថានទូតចិនក៏ដូចជារវាងប្រទេសយើងទាំងពីរផងដែរអាយដាមលោកជំទាវអស់លោកស្រីភ្ញៀវជាតិអន្តរជាតិទាំងអស់ជាទីមេត្រីខ្ញុំយល់ឃើញថាអង្គវេទិការបស់យើងនៅពេលនេះពិតជាមានសារៈសំខាន់និងបានរួមចំណែកជាជ្រុងមួយក្នុងការជំរុញទំនាក់ទំនងកម្ពុជាចិនឲ្យកាន់តែល្អប្រសើរព្រោះថាអង្គវេទិការបស់យើងហាក់បានកំពុងនឹងដើរតួនាទីជាកន្លែងជួបជុំគ្នាក្នុងចំណោមអ្នកស្រាវជ្រាវអ្នកការទូតអ្នកសិក្សាគោលនយោបាយអ្នកសារព័ត៌មាននិងអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីជជែកវែកញែកពិភាក្សានិងការចែករំលែកគោលគំនិតទាំងឡាយអំពីទំនាក់ទំនងកម្ពុជាចិនក្នុងទិដ្ឋភាពជាច្រើនរួមទាំងការទូតវប្បធម៌និងព័ត៌មានអង្គវេទិការបស់យើងនាពេលនេះជាទីលាននៃឃ្លាំងគំនិតដ៏មានតម្លៃក្នុងការចូលរួមចំណែកកសាងជំនឿចិត្តនិងពង្រឹងកិច្ចសហប្រតិការរវាងប្រទេសយើងទាំងពីរនឹងបានបន្តស្នងទំនាក់ទំនងមិត្តភាពរួមគ្នាបើកទំព័រថ្មីនៃសហគមន៍ជោគវាសនារួមកម្ពុជាចិនគ្រប់រដូវកាលនាយុគសម័យថ្មីទន្ទឹមនឹងនេះអង្គវេទិកាយើងក៏ដើរតួសំខាន់ណាស់ដែរព្រោះទាំងមុំព័ត៌មានមុំអ្នកនយោបាយនិងមុំបញ្ញវន្តដើម្បីជជែកឆ្លោះបញ្ចាំងនៅទិដ្ឋភាពទស្សនៈរៀងខ្លួនប៉ុន្តែគោលដៅយើងដូចគ្នាគឺការបង្កើនជំនឿចិត្តនិងធ្វើការយ៉ាងណារួមចំណែករឹតចំណងសាមគ្គីកម្ពុជាចិនឲ្យមានភាពល្អប្រសើរជាបន្តបន្ទាប់រឹងមាំជាបន្តបន្ទាប់ដោយដែលឯកឧត្តមអស់លោកស្រីបានដឹងរួចហើយថាកម្ពុជាចិនមានចំណងតាក់ទងគ្នាជាង10សតវត្សមកហើយដោយបានចងភ្ជាប់ជាចំណងទាំងធម្មជាតិដោយដែលយើងឃើញគឺមានទន្លេមេគង្គឡានឆាងដែលបានចងប្រទេសយើងដោយកត្តាធម្មជាតិរីឯកត្តាប្រវត្តិសាស្ត្រនយោបាយព្រមទាំងសង្គមវប្បធម៌ក៏ដូចគ្នាផងដែរខ្ញុំនៅចាំបានថាមានទីតាំងមួយចំនួនរបស់ប្រទេសកម្ពុជាដូចទីហោះនៅខេត្តពោធិ៍សាត់ស្រុកកំណើតខ្ញុំក៏មាន
ឈ្មោះភ្នំមួយគេហៅថាភ្នំចិនយមអញ្ចឹងភ្នំចិនយមហ្នឹងច្បាស់ចិនធ្លាប់ទៅដល់ហើយទៅដល់ហើយមានការលំបាកអីចឹងទៅយមប៉ុន្តែចុងក្រោយជោគជ័យមានប្រាសាទរោងចិនដែលខ្ញុំបានទៅសិក្សាស្រាវជ្រាវដោយផ្ទាល់ជាមួយក្រុមការងារគឺនៅអតីតរាជធានីមហិន្ទ្របរិព័ទ្ធហើយសាធារណជនមិនសូវស្គាល់ទេក៏មិនដឹងនៅភ្នំគូលែនបាទមានឈ្មោះប្រាសាទរោងចិនហើយមានអាយុជាង 1000 ឆ្នាំហើយអញ្ចឹងមានថាចិនទៅដល់ទីនោះជាង 1000 ឆ្នាំហើយនៅមហិន្ទ្របរិព័ទ្ធបាទភ្នំគូលែនចម្លាក់លើថែវប្រាសាទបាយ័នបានឆ្លាក់យ៉ាងច្បាស់អំពីព្រឹត្តិការណ៍នៃទំនាក់ទំនងកម្ពុជាចិនកាលពីរាប់ពាន់ឆ្នាំមុនបានបង្ហាញនៅសកម្មភាពការទូតសកម្មភាពពាណិជ្ជកម្មសកម្មភាពវប្បធម៌ផ្សេងរួមនឹងអ្វីដែលខ្ញុំកត់សម្គាល់ខ្លាំងបំផុតគឺក្បួនទ័ពរបស់ព្រះបាទជ័យវរ្ម័នទី7មានកងទ័ពចិននៅជាមួយក្បួនទ័ពនោះដែលនេះសបញ្ជាក់អំពីទំនាក់ទំនងលើគ្រប់វិស័យនៃសង្គមកម្ពុជានៅក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រក៏ដូចជាទិដ្ឋភាពបច្ចុប្បន្ននេះដែរនៅក្នុងអក្សរសិល្ប៍ខ្មែរក៏មានលើកឡើងអំពីទំនាក់ទំនងនិទានអំពីទំនាក់ទំនងកម្ពុជាចិនជាច្រើនដែរឧទាហរណ៍អក្សរសិល្ប៍ស្ដីអំពីរឿងធ្នេញជ័យអីជាដើមក៏បានលើកឡើងនៅទំនាក់ទំនងកម្ពុជាចិនដែលបានពណ៌នាយ៉ាងច្រើននៅក្នុងទិដ្ឋភាពនោះទាំងនេះបានបញ្ជាក់ឃើញថាវប្បធម៌ចិនហាក់បានចាក់ឫសយ៉ាងជ្រៅក្នុងសង្គមវប្បធម៌និងជីវភាពប្រចាំថ្ងៃរបស់កម្ពុជានិងប្រជាកម្ពុជាបាទពីព្រោះការពិតទៅប្រជាជនកម្ពុជាស្គាល់ចិនច្រើនជាងចិនស្គាល់កម្ពុជានេះជាការពិតសម្រាប់នៅទីប្រជុំជននិយាយចំភ្នំពេញឬទីរួមខេត្តផ្សេងគឺតែងតែមានវប្បធម៌ចិននៅរដូវកាលចូលឆ្នាំចិនសែនលោកខែចិនសែនក្បាលទឹកអីហូហែជាដើមសិតតែវប្បធម៌ចិនហើយមិនសូវថាផ្ទះណាអត់សែនទេតែចិនប្រហែលជាមិនសូវមានវប្បធម៌ខ្មែរអញ្ចឹងទេអាហ្នឹងដោយសារតែឥទ្ធិពលហើយអំបញ្ញនេះមិញនេះនៅក្នុងបន្តចាំយើងបានជជែកគ្នាជាច្រើនជាមួយឯកឧត្តមប្រធានប្រតិភូប្រធានសមាគមការទូតសាធារណរដ្ឋជាតិនិតចិនយើងទទួលស្គាល់ថាវប្បធម៌និងភាសារួមនឹងសារព័ត៌មានផងគឺជាការទូតសាធារណៈដ៏មានឥទ្ធិពលប្រទេសចិនរះត្រដែតឡើងគេស្គាល់ពេញទូទាំងពិភពលោកគឺតាមរយៈការទូតសាធារណៈនេះឯងដែលមានចរិតរាប់ពាន់ឆ្នាំមកហើយដោយដែលខ្ញុំបានរៀបរាប់សម្រាប់កម្ពុជាមានទាំងការចរិតនៅក្នុងប្រាង្គប្រាសាទផងដែរឯកឧត្តមអស់លោកមិនជឿអញ្ជើញទៅទស្សនាក្រុងអង្គរទៅឃើញជនជាតិចិនហាក់រស់រវើកនៅក្នុងរាប់ពាន់ឆ្នាំពីមុនមកខ្ញុំបានតាមដានកិច្ចការនេះយ៉ាងជក់ចិត្តទៅលើការសិក្សាស្រាវជ្រាវរបស់ខ្ញុំជាមួយគ្នានេះបើយើងងាកមកនិយាយពីទំនាក់ទំនងការទូតផ្លូវការវិញគឺថាប្រទេសយើងទាំងពីរផ្ដើមមានទំនាក់ទំនងក្នុងរាជព្រះបាទព្រះបរមកោដ្ឋសម័យព្រះបាទបរមកោដ្ឋគឺឆ្នាំ1958ដែលទ្រង់បានបង្កើតទំនាក់ទំនងយ៉ាងល្អជាមួយប្រទេសចិនហើយបានបន្តពូនជ្រុំដោយអ្នកដឹកនាំចំនួនថ្មីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃប្រជាណាចក្រកម្ពុជានិងបច្ចុប្បន្ននេះសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាគឺជាតួអង្គដ៏សំខាន់ក្នុងការពូនជ្រុំទំនាក់ទំនងកម្ពុជាចិនឲ្យកាន់តែរឹងមាំនិងស៊ីជម្រៅឡើងពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរជានិច្ចកាលតែងឈរលើមូលដ្ឋាននៃការគោរពអធិបតេយ្យនិងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា
និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមកកម្ពុជាតែប្រកាន់ខ្ជាប់នៅគោលជំហរគោរពគោលនយោបាយគោលការណ៍ចិនតែមួយម្យ៉ាងវិញទៀតប្រទេសកម្ពុជាយើងតែងបានប្រកាន់ខ្ជាប់នៅគោលនយោបាយការបរទេសអព្យាក្រឹតអចិន្ត្រៃយ៍និងមិនចូលបកសម្ព័ន្ធកម្ពុជាតែងប្រកាន់ខ្ជាប់ជានិច្ចនៅគោលការណ៍បញ្ចសិលាសវិជ្ជមានជាមួយប្រទេសជិតខាងនិងជាមួយបណ្ដាប្រទេសទាំងអស់ទូទាំងសកលលោកគោលបំណងចម្បងរបស់កម្ពុជាក្នុងគោលនយោបាយការបរទេសនិងការទូតគឺដើម្បីថែរក្សាសន្តិភាពសន្តិសុខស្ថិរភាពនយោបាយអធិបតេយ្យភាពឯករាជ្យភាពបូរណភាពទឹកដីនិងសណ្ដាប់ធ្នាប់សង្គមដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិនិងវិបលភាពសេដ្ឋកិច្ចក៏ដូចជាដើម្បីកាត់បន្ថយភាពក្រពិតមែនហើយដោយធ្លាប់ជាប្រទេសដែលរងគ្រោះដោយសង្គ្រាមដូច្នេះកម្ពុជាតែងប្រកាន់ខ្ជាប់យកការដោះស្រាយចំនួននានាជាពិសេសចំនួនព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធីដោយឈរលើយន្តការទូតនិងច្បាប់អន្តរជាតិដោយដែលប្រមុខការទូតកម្ពុជានិងថ្នាក់ដឹកនាំកម្ពុជាតែងតែបានលើកយកកន្លងមកក្នុងន័យនេះខ្ញុំសូមទាញចំណាប់អារម្មណ៍ឯកឧត្តមលោកជំទាវលោកលោកស្រីបន្តិចថារាជរដ្ឋាភិបាលកម្ពុជាដឹកនាំប្រកបដោយធម៌ពលរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីពិតជាបានខិតខំនិងយកចិត្តទុកដាក់ខ្ពស់និងធ្វើការយ៉ាងសកម្មដើម្បីបុព្វហេតុជាតិជាពិសេសប្រកាន់អេរយាប័តនយោបាយស្ងាត់តែមិនស្ងៀមគឺពិតជាទទួលបាននៅផលវិជ្ជមានពោលគឺយើងឈានដល់ការចុះសេចក្តីថ្លែងការណ៍រួមស្ដីពីសន្តិភាពនៅទីក្រុងកូឡាឡំពួរនាចុងខែតុលាកន្លងទៅថ្មីនេះត្រង់នេះអនុញ្ញាតឲ្យខ្ញុំរំលឹកបន្តិចថាសាធារណជនខ្លះមានការចោទប្រកាន់ពីអេរយាប័តនយោបាយចិនចំពោះចំនួនកម្ពុជាថៃហើយខ្ញុំក៏បានបញ្ជាក់រឿងនេះជាមួយឯកឧត្តមប្រធានសមាគមការទូតចិនអំបញ្ញមិញដែរនេះគឺជាការរំលឹកថាចិនមិនមានការចូលរួមប៉ុន្តែសម្រាប់ខ្ញុំជាទស្សនៈផ្ទាល់ខ្លួនខ្ញុំពិតជាវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងប្រជាជនចិនពោលគឺប្រទេសចិនក៏មានចំណែកយ៉ាងច្រើននៅក្នុងបញ្ហានេះផងដែរដែលប្រហែលជាសាធារណជននិងអ្នកវិភាគមួយចំនួនពេលខ្លះអាចមើលមិនឃើញដោយទស្សនៈនៃឥទ្ធិពលភូមិសាស្ត្រនយោបាយដែលទាំងអស់នេះយើងត្រូវមើលឲ្យស៊ីជម្រៅនិងថឹងថ្លែងក្នុងចំណែកនៃការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់តំបន់ក៏ដូចជារបស់មហាអំណាចយើងមិនអាចឲ្យប្រទេសកម្ពុជាយើងคล้ายជាលេនដ្ឋាននៃសៃវៀនភូមិសាស្ត្រនយោបាយបានទេដែលទាំងអស់នេះខ្ញុំតែងតែបានលើកជាច្រើនគ្រប់តែវេទិកាគ្រប់តែជាមួយអ្នកសារព័ត៌មានថាកម្ពុជាមិនអាចយកប្រទេសរបស់ខ្លួនឲ្យคล้ายទៅជាសៃវៀននៃការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយបានឡើយទាំងអស់នេះយើងធ្លាប់ជួបនៅក្នុងសម័យកាលសង្គ្រាមត្រជាក់រួចទៅហើយបាទអញ្ចឹងការលើកឡើងអំពីទស្សនៈនៅក្នុងការដោះស្រាយនេះយើងមិនអាចលើកមួយដាក់មួយដែលនាំទៅដល់ការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយនេះទេពីព្រោះវានាំទៅដល់គ្រោះថ្នាក់ហើយខ្ញុំមិនអាចបកស្រាយទលំទលាយនៅក្នុងវេទិកានេះបានទេឯកឧត្តមលោកជំទាវលោកលោកស្រីនាងកញ្ញាភ្ញៀវជាតិភ្ញៀវអន្តរជាតិជាទីមេត្រីបច្ចុប្បន្ននេះមានមិត្តបរទេសខ្លះកំពុងប្រើឥទ្ធិពលសារព័ត៌មាននិងស្ថាប័នស្រាវជ្រាវមួយចំនួនដើម្បីបម្រើនៅគោលគំនិតរបស់ខ្លួនដែលពេលខ្លះនាំទៅដល់ផលប៉ះពាល់ដល់ការវិវត្តនៃនយោបាយអន្តរជាតិក្នុងបរិបទនេះប្រទេសតូចដូចជាកម្ពុជាត្រូវការទូតវិជ្ជាជីវៈ
និងសារព័ត៌មានទទួលខុសត្រូវដើម្បីធានាថាយើងមានយុទ្ធសាស្ត្រដើម្បីទប់ទល់និងមានសមត្ថភាពឆ្លើយតបនឹងព័ត៌មានអន្តរជាតិដែលមានចេតនាមិនល្អវាយប្រហារមកលើប្រទេសយើងក៏ដូចជាមកលើទំនាក់ទំនងកម្ពុជាចិនផងដែរយើងកំពុងតែរស់នៅក្នុងពិភពលោកសំទោសដែលស្ថានភាពនៃសន្តិភាពសកលកំពុងតែប្រែប្រួលប្រេះស្រាំជាខ្លាំងបណ្ដារដ្ឋខ្លាំងមួយចំនួនហាក់លែងគោរពច្បាប់និងគោលការណ៍ជាអន្តរជាតិដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិដែលធ្វើឲ្យអង្គការសកលមួយនេះដែលពីមុនជាធ្លាប់ជាខ្នងបង្អែកយ៉ាងរឹងមាំផ្ដល់ភាពកក់ក្ដៅដល់ប្រទេសតូចៗបានប្រែក្លាយជាវេទិកានៃបណ្ដារដ្ឋខ្លាំងប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួននិងដើម្បីប្រជែងឥទ្ធិពលគ្នាទៅវិញទៅមកសណ្ដាប់ធ្នាប់សកលដែលត្រូវបានរៀបចំឡើងក្រោយសង្គ្រាមលោកលើកទី2ហាក់កំពុងត្រូវបានរុះរើនិងរងគ្រោះដោយសារផ្នត់គំនិតនៃសង្គ្រាមត្រជាក់ថ្មីហាក់ដូចជាផុសឡើងវិញស្ថានភាពចំពោះមុខនៃការប្រកួតប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយទាំងក្នុងតំបន់និងពិភពលោកឥតឈប់ឈរប្រកបដោយភាពស្មុគស្មាញប្រទេសធំហាក់កំពុងកំណត់ជោគវាសនារបស់ប្រទេសតូចដែលទន្ទឹមគ្នានេះរដ្ឋតូចកំពុងតែធ្វើកិច្ចសម្បត្តិការពហុភាគីដោយផ្អែកទៅលើការទូតសន្តិភាពនិងការបដិញ្ញាយ៉ាងមុតមាំដើម្បីរក្សាសន្តិភាពដែលជាឧបករណ៍ដ៏សំខាន់សម្រាប់ធានាអធិបតេយ្យសន្តិសុខនិងវិបលភាពរបស់ខ្លួនខ្ញុំយល់ថាការទូតសន្តិភាពនិងការទូតបង្ការគឺជាយុទ្ធសាស្ត្រដ៏សំខាន់ដែលអាចជួយឲ្យរដ្ឋតូចទប់ស្កាត់ចំនួនមុនពេលវាបង្កជាហានិភ័យការទូតសន្តិភាពនិងការទូតបង្ការគឺជាបង្អែកលើការសន្ទនាការពិគ្រោះយោបល់ការសម្រោះសម្រួលការកសាងទំនុកចិត្តនិងការគោរពច្បាប់អន្តរជាតិប្រទេសកម្ពុជាគឺជាឧទាហរណ៍ដ៏ច្បាស់នៃការប្រើប្រាស់ការទូតសន្តិភាពជាឧបករណ៍ដ៏សំខាន់ក្នុងការរក្សាសន្តិភាពក្នុងស្រុកនិងតំបន់ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិនិងភាពជាដៃគូសហការជិតស្និទ្ធក្នុងអាស៊ានបាទចំណុចនេះខ្ញុំគួរតែគូរំលឹកបន្តិចថាកន្លងទៅមានការវិភាគនិងសាធារណមតិទៅលើអេរយាប័តនយោបាយការទូតរបស់កម្ពុជាជាពិសេសសម្ដេចបវរធិបតីហ៊ុនម៉ាណែតនៅអេរយាប័តស្ងាត់តែមិនស្ងៀមដែលគណៈដែលមហាជនក៏ដូចជាអ្នកវិភាគមួយចំនួនហាក់ទ្រាំយកមិនបានបាទទាំងអស់នេះយើងដូចដែលបានលើកឡើងនៅក្នុងសន្ទរកថាខាងដើមនេះហើយកម្ពុជាយើងធ្លាប់រងគ្រោះដោយសង្គ្រាមដូច្នេះបានយល់ច្បាស់អំពីសង្គ្រាមវាធ្វើឲ្យយើងខ្ទេចខ្ទាំត្រូវការកសាង40ឆ្នាំប៉ុន្តែសង្គ្រាមអាចបំផ្លាញត្រឹមតែរយៈពេល20នាទីនៅក្នុងសម័យថ្មីយើងនេះអញ្ចឹងនយោបាយអេរយាប័តនយោបាយស្ងាត់តែមិនស្ងៀមដោយសំអាងនៅយន្តការច្បាប់និងការទូតអន្តរជាតិជំទល់ពីព្រោះបញ្ហាកម្ពុជាថៃនិយាយដោយឡែកនេះគឺយើងមានយន្តការច្បាប់គ្រប់គ្រាន់ទាំងសន្ធិសញ្ញាអន្តរជាតិទាំងកិច្ចព្រមព្រៀងទ្វេភាគីទាំងការកាត់សេចក្តីរបស់តុលាការយុត្តិធម៌អន្តរជាតិទាំងសេចក្តីប្រកាសរួមថ្មីនេះផងទៀតដូច្នេះសាធារណជនគួរតែទទួលបានភាពកក់ក្ដៅនិងជឿទុកចិត្តអេរយាប័តនយោបាយស្ងាត់តែមិនស្ងៀមហើយកុំព្យាយាមលើកមួយដាក់មួយចំពោះបណ្ដាប្រទេសជាមិត្តវាមិនល្អទេខ្ញុំបញ្ជាក់ឡើងវិញជាទស្សនៈផ្ទាល់ខ្លួនខ្ញុំឃើញជ្រុងមួយថាប្រទេសតូចដូចកម្ពុជាយើងគួររក្សាឲ្យបាននៅតុល្យភាព
នៃតំណែងតំណងល្អជាមួយមហាអំណាចទាំងឡាយស្របនឹងបន្ទាត់នយោបាយការបរទេសដែលមានចែងនៅក្នុងមាត្រា53ថ្មីនៃរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាដោយយើងមានផលប្រយោជន៍ក្នុងទស្សនវិជ្ជាផ្សេងគ្នានៃចំណងតំណែងតំណងនោះដែលយើងមិនអាចលើកមួយដាក់មួយដោយតែខ្ញុំបានលើកអំបញ្ញមិញនេះបានទេខ្ញុំសូមធ្វើការប្រៀបធៀបថាប្រទេសមួយដូចគ្នានឹងរាងកាយមនុស្សម្នាក់ហើយមហាអំណាចប្រៀបដូចនឹងសរសៃឈាមអុកស៊ីសែនអវយវៈនិងបរិបត្តិជុំវិញយើងដែលយើងត្រូវការទាំងអស់នឹងមិនអាចត្រូវមួយអត់មួយទេហើយវាមិនមែនទស្សនវិជ្ជានៃសម័យកាលនៃសង្គ្រាមត្រជាក់ដែលយើងនៅម្ខាងបដិសេធម្ខាងទេអញ្ចឹងត្រូវការទាំងអស់ពីព្រោះជាអុកស៊ីសែនជាចំណីអាហារជាអវយវៈជាទីផ្សារជាការវិនិយោគជាសណ្ដាប់ធ្នាប់ទាំងខាងក្នុងទាំងសកលបាទបើយើងមិនបានយល់កន្លែងនេះទេនឹងនាំមកនៅហានិភ័យបាទអញ្ចឹងសូមប្រតិកម្មដោយការយល់ចេះដឹងទៅលើបញ្ហាហ្នឹងដូច្នេះការលើកឡើងប្រធានបទស្ដីអំពីធនាគារខួរក្បាលនិងប្រព័ន្ធផ្សព្វផ្សាយកម្ពុជាចិននេះពិតជាសមស្របតាមបរិបទហ្នឹងពីព្រោះអ្នកសារព័ត៌មានជាអ្នកនាំសារដ៏មានប្រសិទ្ធភាពលឿនរហ័សក្នុងតែ1នាទីទៅដល់អ្នកអានអ្នកស្ដាប់ហើយក៏អាចនាំគ្រោះដែរប្រសិនបើសារនោះនាំទៅមិនត្រឹមត្រូវខ្ញុំក៏ធ្លាប់រងគ្រោះដែរដោយអ្នកនាំសារខុសពីទស្សនៈរបស់ខ្ញុំនិយាយច្រើនផ្សេងតែគេយកទៅធ្វើអាផ្សេងតែខ្ញុំក៏មិនជាខឹងនឹងអ្នកសារព័ត៌មានដែរដោយសារតែការយល់ដឹងមានកម្រិតឬគាត់សរសេរក្នុងទស្សនៈនយោបាយនៃផលប្រយោជន៍របស់គាត់មួយតែត្រូវការបកស្រាយបន្តមិនអាចឲ្យមហាអំណាចមានការភ័ន្តច្រឡំទៅលើទស្សនៈហើយនាំមិនត្រឹមតែបញ្ហាខ្ញុំទេវាជាបញ្ហាប្រទេសខ្ញុំអញ្ចឹងសូមអ្នកសារព័ត៌មានដកស្រង់មេត្តាយល់នៅការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយក៏ដូចជាទស្សនៈសម្រាប់ខ្ញុំគឺខ្ញុំហើយខ្ញុំមិនអាចនិយាយទស្សនៈណាមួយដែលធ្វើឲ្យប្រទេសខ្ញុំជួបនៅវិបត្តិបានទេខ្ញុំបានសិក្សាច្បាស់អំពីប្រវត្តិនៃសង្គ្រាមអំពីទស្សនវិជ្ជាបច្ចុប្បន្ននៃការប្រជែងនៃភូមិសាស្ត្រនយោបាយអញ្ចឹងខ្ញុំមានជ្រុងដែលខ្ញុំត្រូវនិយាយសម្រាប់ប្រយោជន៍នៃប្រទេសខ្ញុំនិងប្រជាជនខ្ញុំអញ្ចឹងអ្នកសារព័ត៌មាននាំសារសូមប្រយ័ត្នប្រយែងព្រោះផលប្រយោជន៍ទាំងអស់គ្នាមានសង្គ្រាមទៅមានបញ្ហាទៅសេដ្ឋកិច្ចអន់ថយទៅខ្ទេចខ្ទាំទៅមិនមែនខ្ទេចខ្ទាំតែម្នាក់ណាមួយទេអ្នកសារព័ត៌មានក៏អត់ការងារធ្វើដែរនិយាយចឹងមិនមែនទោសអ្នកសារព័ត៌មានទេណាប៉ុន្តែគ្រាន់ថាខ្ញុំធ្លាប់រងគ្រោះដោយសារអ្នកសារព័ត៌មានដែរចឹងការនេះត្រឹមត្រូវហើយសូមឱកាសបកស្រាយខ្ញុំទៅសេតែមកឃ្លាទៅគេទៅយកទៅសេណាយនៃបិទវងចោលវិញឈប់និយាយខ្ញុំជាក់ថាការពិភាក្សានានានៅថ្ងៃនេះនឹងផ្ដល់ចំណេះដឹងថ្មីនិងគំនិតល្អសម្រាប់រួមចំណែកជួយពង្រឹងតំណងកម្ពុជាចិនឲ្យកាន់តែរឹងមាំនិងស៊ីជម្រៅសកម្មភាពនេះទាំងនេះពិតជាបានរួមចំណែកកសាងសន្តិភាពបង្កើនកិច្ចសហប្រតិការនិងការអភិវឌ្ឍសេដ្ឋកិច្ចនិងពិភពលោកតំបន់និងពិភពលោកដើម្បីលើកស្ទួយគុណតម្លៃមនុស្សជាតិនិងបង្កើនសុខដុមនីយកម្មសកលជាមួយគ្នានេះខ្ញុំស្នើឲ្យស្ថានទូតចិនប្រចាំប្រជាណាចក្រកម្ពុជានៅតែបន្តកិច្ចសហប្រតិការរៀបចំកម្មវិធីបែបនេះវេទិកាបែបនេះនិងគាំទ្រដល់ការសិក្សាស្រាវជ្រាវរបស់រាជរដ្ឋាភិបាលកម្ពុជានិងជាចំណងនៃទំនាក់ទំនងរវាងចិននិងកម្ពុជាបន្តទៅទៀតប្រយោជន៍បំផុសស្មារតីបន្តស្នងទំនាក់ទំនងមិត្តភាព
រួមគ្នាបើកទំព័រថ្មីនៃសហគមន៍ជោគវាសនារួមកម្ពុជាចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីដែលថ្នាក់ដឹកនាំយើងបានប្រសិទ្ធនាមខ្ញុំសូមថ្លែងអំណរគុណចំពោះគណៈវាគ្មិនជាតិអន្តរជាតិដែលបានចំណាយពេលវេលារៀបចំធ្វើបទបង្ហាញនិងសូមថ្លែងអំណរគុណគណៈកម្មការរៀបចំអង្គវេទិកាក៏ដូចជាឯកឧត្តមបណ្ឌិតពិចារឯកឧត្តមបណ្ឌិតលោកស្រីបណ្ឌិតអស់លោកស្រីសិក្ខាកាមទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងអង្គវេទិកានាព្រឹកនេះជាទីបញ្ចប់ខ្ញុំសូមជូនពរគណៈវាគ្មិនអ្នកសម្របសម្រួលជាតិអន្តរជាតិឯកឧត្តមបណ្ឌិតពិចារឯកឧត្តមបណ្ឌិតលោកស្រីនាងកញ្ញាទទួលបានសុខភាពល្អជោគជ័យគ្រប់ភារកិច្ចនិងប្រកបដោយសុភមង្គលជាមួយនឹងសេចក្តីសោមនស្សរីករាយខ្ញុំសូមជូនពរអង្គវេទិកាប្រព្រឹត្តទៅប្រកបដោយជោគជ័យនិងនាំមកនៅលទ្ធផលជាក់ស្ដែងសម្រាប់ការរួមចំណែកការកសាងសន្តិភាពនិងមិត្តភាពរវាងប្រជាជាតិទាំងពីរនេះខ្ញុំសូមប្រកាសបើកវេទិកាស្ដីពីធនាគារខួរក្បាលនិងប្រព័ន្ធផ្សព្វផ្សាយកម្ពុជាចិនបន្តស្នងទំនាក់ទំនងមិត្តភាពរួមគ្នាបើកទំព័រថ្មីនៃសហគមន៍ជោគវាសនារួមកម្ពុជាចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីចាប់ពីពេលនេះតទៅសូមអរព្រគុណសូមអរគុណ